ខ្ញុំរៀបសួរបងប្អូនទាំងអស់គ្នារឿងរ៉ាវរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានជួបពេលកំពុងជិះឡានជាមួយមិត្តភ័ក្តិនៅយប់មួយហើយបានរកឃើញថាមានព្រឹត្តិការណ៍មួយចំនួនបានកើតឡើងនៅតាមផ្លូវដែលខ្ញុំមិនអាចទាយទុកមុនបានហើយវាគឺជាប្រភពនៃរឿងទាំងអស់ต้องចាប់ផ្ដើមជាមួយនឹងភាពភ័យរន្ធត់និងព្រឺព្រួចនេះតែម្ដងទៅហើយខ្ញុំសូមប្រាប់ទុកមុនថារឿងនេះប្រហែលជាមិនមានខ្មោចច្រើនទេប៉ុន្តែវាពិតជាគួរឲ្យខ្លាចណាស់ខ្ញុំត្រូវរៀបរាប់ត្រឡប់ទៅសម័យនៅរៀនវិទ្យាល័យវិញពេលនោះខ្ញុំមានមិត្តភក្តិម្នាក់ឈ្មោះថាអាម៉ៃដែលទៅណាមកណាជាមួយខ្ញុំជានិច្ចមិនថាលេងរៀនញ៉ាំឬក៏ដើរលេងទេហើយខ្ញុំក៏ស្គាល់គ្រួសាររបស់វាដែរបន្ទាប់ពីពេលបានកន្លងផុតទៅដល់ពេលបញ្ចប់ថ្នាក់ទី12យើងក៏បែកផ្លូវគ្នាទៅរៀនតាមសាកលវិទ្យាល័យដែលយើងត្រូវប្រឡងជាប់ប៉ុន្តែខ្ញុំត្រូវតែនិយាយថាខ្ញុំនិងអាម៉ៃនិងក្រុមមិត្តភក្តិរបស់យើងនៅតែទាក់ទងគ្នាជានិច្ចដោយសារសម័យនោះបណ្ដាញសង្គមចាប់ផ្ដើមកំពុងពេញនិយមពេលវេលាក៏បន្តទៅមុខទៀតរហូតដល់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យយើងទាំងអស់គ្នាបានបែកគ្នាចាប់ផ្ដើមធ្វើការប៉ុន្តែពេលយើងចាប់ផ្ដើមមានលុយកាសវាបែកជាមិនដូចអ្វីដែលយើងគិតថានឹងបែកគ្នានោះទេយើងបែកជាចូលចិត្តជួបជុំផឹកស៊ីនិងអង្គុយលេងជាមួយគ្នាញឹកញាប់ជាងមុនទៅទៀតរហូតដល់ថ្ងៃមួយដែលយើងមកជួបជុំផឹកស៊ីតាមធម្មតាហើយថ្ងៃនោះពេលដែលយើងចិត្តបែកគ្នាមកផ្ទះពេលកំពុងឈរចាំរថយន្តតាក់ស៊ីអាម៉ៃដែលជាមិត្តរបស់ខ្ញុំបានអញ្ជើញខ្ញុំទៅផ្ទះបងស្រីរបស់វាដោយសារបងស្រីទើបតែទិញផ្ទះថ្មីនៅខេត្តមួយទៀតហើយនឹងធ្វើបុណ្យពិធីឡើងផ្ទះដូច្នេះវាក៏ចង់បបួលខ្ញុំទៅលេងផ្ទះបងស្រីរបស់វាដែរទៅមិនថាថ្ងៃណាទេខ្ញុំត្រូវទៅនិយាយដល់ថ្នាក់នឹងហើយប្រាប់ខ្ញុំផងពេលគេរៀបចំថ្ងៃរួចរាល់បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានអញ្ជើញខ្ញុំមិនដឹងបដិសេធឡើយព្រោះកាលនៅក្មេងខ្ញុំចូលចិត្តបងស្រីរបស់មិត្តខ្ញុំខ្លាំងណាស់រហូតបានទៅដេកផ្ទះមិត្តភក្តិជាច្រើនដងដោយសារបងស្រីគាត់ជាមនុស្សគួរឲ្យស្រឡាញ់និងមានចិត្តល្អចំពោះខ្ញុំជានិច្ចដូច្នេះយើងក៏ស្និទ្ធស្នាលជាមួយគ្នាគូសមដែរទោះបីជាបងស្រីគាត់មិនបានស្រឡាញ់ខ្ញុំឃើញខ្ញុំដូចជាប្អូនប្រុសក៏ដោយក៏ខ្ញុំនៅតែមានអារម្មណ៍ល្អហើយចូលចិត្តរាប់អានគាត់ជាខ្លាំងពេលវេលាកន្លងទៅអាម៉ៃបានទូរស័ព្ទមកប្រាប់ខ្ញុំថាបងស្រីរបស់វានឹងធ្វើបន់ឡើងផ្ទះនៅសប្តាហ៍ក្រោយហើយនឹងចេញដំណើរទៅនៅថ្ងៃសុក្រហើយត្រឡប់មកវិញនៅព្រឹកថ្ងៃអាទិត្យខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយវានឹងបើកឡានមកទទួលខ្ញុំជាមួយនឹងមិត្តភក្តិរបស់វាខ្ញុំក៏បានរៀបចំខ្លួនរហូតដល់ថ្ងៃសុក្រខ្ញុំប្រញាប់ត្រឡប់ពីកន្លែងធ្វើការរៀបចំសម្លៀកបំពាក់ 4-5 ឈុតមុននឹងចេញទៅអង្គុយចាំនៅមុខផ្ទះប៉ុន្តែអ្វីដែលបានកើតឡើងនោះគឺខ្ញុំអង្គុយចាំតាំងពីម៉ោង 6 ល្ងាចដើរចេញចូលផ្ទះជាច្រើនដងរហូតដល់អាម៉ៃទូរស័ព្ទមកប្រាប់ថាវាមានការងារជាបន្ទាន់ពីបំផុតនៅថ្ងៃនោះអាម៉ៃប្រាប់ឲ្យខ្ញុំចូលទៅរងចាំក្នុងផ្ទះព្រោះវាអាចនឹងយឺតបន្តិចមានការងារបន្ទាន់ដែលត្រូវដោះស្រាយមែនខ្ញុំអង្គុយរងចាំរហូតដល់ម៉ោង 9 យប់ទីបំផុតវាក៏បើកឡានមកដល់ជាមួយនឹងមិត្តភក្តិរបស់វាដែលត្រូវជាមិត្តភក្តិរបស់ខ្ញុំផងដែរពេលនោះពួកយើងក៏បានចាប់ផ្ដើមធ្វើដំណើរពីផ្ទះរបស់យើងទៅកាន់ខេត្តសៀមរាបបើកឡើងទៅផ្ទះខាងជើងដោយមិត្តរបស់ខ្ញុំប្រាប់ថាតាមទីតាំងប្រហាក់ប្រហែលផ្ទះថ្មីរបស់បងស្រីវានៅឆ្ងាយប្រហែល 200 គីឡូម៉ែត្រខ្ញុំមិនបានគិតអ្វីច្រើនទេអង្គុយនិយាយលេងសើចសប្បាយជាធម្មតាជាមួយគ្នាប៉ុន្តែបន្ទាប់ពីពេលបានកន្លងផុតទៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍មិនសូវល្អមានគំនិតមួយថោះឡើងក្នុងខួរក្បាលថាថ្ងៃនេះមិនគួរទៅទេគួរតែវិលឡានត្រឡប់ទៅផ្ទះវិញខ្ញុំពិតជាមិនដឹងថាអារម្មណ៍នេះមកពីណានោះទេប៉ុន្តែខ្ញុំមិនស្រួលចិត្តសោះហើយមិនចង់បន្តជិះឡានទៅមុខទៀតទេពេលមានអារម្មណ៍បែបនេះនោះខ្ញុំក៏ព្យាយាមដេកប៉ុន្តែពេលខ្ញុំចិត្តដេកនោះ
មិត្តខ្ញុំក៏ចាប់ផ្ដើមនិយាយលេងឡើងវិញគឺដូចជាវាមិនចង់ឲ្យឡានស្ងាត់ស្ងៀមហើយត្រូវឲ្យខ្ញុំនិងមិត្តស្រីរបស់វានិយាយលេងជាមួយគ្នាជានិច្ចពេលបើកឡានទៅមុខទៀតដោយសារតែផ្លូវទទេស្អាតព្រោះមិនមានជាអំឡុងពេលបន់ទៀតហើយបរិយាកាសសងខាងផ្លូវគ្មានអ្វីឲ្យយើងមើលច្រើនទេអ្វីទាំងអស់ងងឹតសូនឈឹងមិត្តខ្ញុំក៏និយាយឡើងថាចង់និយាយទូរស័ព្ទជាមួយបងស្រីខ្ញុំទេខ្ញុំនឹងបើក speaker និយាយគ្នាបងស្រីខ្ញុំដឹងថាឯងមកគាត់ពិតជាសប្បាយចិត្តនិងចាំបើកទ្វារឲ្យយើងត្រៀមធ្វើបុណ្យនៅថ្ងៃស្អែកផងខ្ញុំក៏សើចហើយបន្ទាប់ពីទូរស័ព្ទនិយាយគ្នាពួកយើងបាននិយាយគ្នាយ៉ាងសប្បាយចិត្តប៉ុន្តែអ្នកស្ដាប់ដល់ពេលដែលនឹងចុះពីទូរស័ព្ទគាត់ក៏ភ្លេចខ្លួនភ្លេចថាបានបើក speaker ដូច្នេះគាត់ក៏និយាយផ្លាត់មាត់ឡើងថាមិនបានយកម៉ែវមកជាមួយមែនទេព្រោះលើកនេះប៉ាម៉ាក់មកជាមួយបើមិនចាំបាច់ខ្ញុំមិនចង់ឲ្យយកម៉ែវមកទេពេលគាត់និយាយបែបនេះភ្លាមអាម៉ៃក៏ប្រញាប់បិទ speaker ហើយនិយាយខ្សាប់មុននឹងបិទទូរស័ព្ទបន្ទាប់ពីបិទទូរស័ព្ទបន្តិចអាម៉ៃក៏ធ្វើដូចជាគ្មានអ្វីកាត់ឡើងពីអ្វីទាំងអស់ដែលខ្ញុំដឹងគឺតាមពិតប៉ានិងម៉ាក់របស់មិត្តខ្ញុំមិនសូវចូលចិត្តម៉ែវទេទោះបីជាម៉ែវជាក្មេងល្អខ្លាំងណាស់ក៏ដោយព្រោះផ្ទះរបស់នាងមិនសូវមានឋានៈធ្វើការតាំងពីក្មេងរហូតធ្វើឲ្យអាម៉ៃលំបាកទៅជាមួយដែររួមទាំងប៉ាម៉ាក់បានត្រៀមកូនស្រីម្នាក់ទៀតទុកឲ្យសង្ឃឹមថានឹងរៀបការនឹងគ្នាដោយសារព្រឹត្តិការណ៍នោះម៉ែវក៏អង្គុយស្ងៀមទោះបីជានាងដឹងថាបងស្រីរបស់មិត្តខ្ញុំមិនគិតអ្វីគ្រាន់តែបារម្ភពីប៉ានិងម៉ាក់ខ្លាចថាគាត់មិនស្រួលចិត្តអាម៉ៃក៏ព្យាយាមលួងលោមព្យាយាមនិយាយល្អប៉ុន្តែម៉ែវក៏នៅតែអង្គុយស្ងៀមដូចជានាងសោកសៅខ្លាំងណាស់ពេលនោះពួកគេក៏បានជជែកគ្នាមួយប្រើប៉ុន្តែពីអ្វីដែលអ្នកទាំងពីរបាននិយាយគ្នាហើយខ្ញុំព្យាយាមហាមគាត់ព្យាយាមឲ្យអ្នកទាំងពីរចិត្តត្រជាក់ក៏មិនបានផលហើយបន្ទាប់មកវាក៏ឈានដល់ចំណុចដែលមិត្តខ្ញុំនិងមិត្តស្រីចាប់ផ្ដើមជជែកតទល់គ្នាដាក់អារម្មណ៍ខ្លាំងឡើងម៉ែវប្រាប់ឲ្យត្រឡប់ទៅវិញចំណែកមិត្តខ្ញុំមិនព្រមត្រឡប់ទៅវិញប្រាប់ថាមិនចង់ខ្ជះខ្ជាយពេលបើកឡានមករាប់រយគីឡូម៉ែត្រហើយអញ្ចឹងចតត្រង់នេះទៅម៉ែវនឹងត្រឡប់ទៅខ្លួនឯងហើយមិនបាច់ពាក់ព័ន្ធគ្នាទៀតទេហើយអ្នកស្ដាប់តើអ្វីដែលបានកើតឡើងអ្នកដឹងទេគឺនៅវិធានទីនោះមិត្តស្រីរបស់ខ្ញុំបានចតឡានមែនទោះបីជាខ្ញុំជាយាមហាមឃាត់ខ្លាំងយ៉ាងណាក៏ដោយក៏ខ្ញុំចាប់ខ្សែក្រវ៉ាត់មិនឲ្យម៉ែវដោះចេញឡើយរហូតដល់ម៉ែវរើបំរាស់រឿងឆ្ងល់ថាហេតុអ្វីដោះមិនបានរួមទាំងជាយាមឲ្យខ្ញុំសើចដែរប៉ុន្តែម៉ែវមិនសើចប្រាប់ឲ្យខ្ញុំលែងហើយក៏សុំទោសប្រាប់ថានាងព្រមលែងបានហើយសូមអធិស្ឋានដល់បងស្រីផងស្អែកនេះនាងនឹងទូរស័ព្ទទៅដល់ចំណុចនោះខ្ញុំមិនអាចធ្វើអ្វីបានឡើយទីបំផុតក៏ត្រូវលែងឲ្យនាងចុះទៅឈរបែរផ្លូវងងឹតនៃផ្លូវពីរកន្លងដែលមានផ្ទះមនុស្សរស់នៅរាយប៉ាយខ្លះហើយបន្ទាប់មកម៉ែវចុះទៅភ្លាមមិត្តខ្ញុំក៏បើកឡានចេញទៅតែម្ដងខ្ញុំក៏ព្យាយាមប្រាប់មិត្តខ្ញុំថាកុំបោះបង់ម៉ែវចោលអីខ្ញុំអាណិតហើយមិនដឹងថានឹងជួបអ្វីខ្លះទេរួមទាំងម៉ែវនឹងត្រឡប់ទៅវិញដោយរបៀបណាប៉ុន្តែមិត្តខ្ញុំក៏ប្រាប់ថាវាក៏មិនដឹងដូចគ្នាដែរប៉ុន្តែត្រូវតែដោះស្រាយចរិតនេះបើមិនដូច្នេះទេនាងនឹងខឹងឬមិនសមហេតុផលវាទ្រាំគ្រប់គ្រាន់ហើយក៏ឲ្យខ្ញុំសាកគិតមើលថាបើត្រូវបើកឡានត្រឡប់ទៅវិញតើវាជារឿងដែលគួរធ្វើឬអត់ខ្ញុំមិនដឹងដូចគ្នាខ្ញុំនិយាយអ្វីមិនចាញ់ឡើយហើយពេលមើលទៅជុំវិញខ្ញុំក៏ឃើញថាផ្លូវនោះទោះបីជាផ្លូវជាតិជនបទដែលមានភ្លើងផ្លូវខ្លះក៏ដោយប៉ុន្តែតាមពិតបរិយាកាសអ្វីទាំងអស់ស្ងាត់ជ្រងំខ្លាំងណាស់ផ្លូវជាផ្លូវកៅស៊ូពីរកន្លងបើជាខ្ញុំពិតជាមិនដឹងថាខ្ញុំនឹងធ្វើដូចម្ដេចបន្តទេប៉ុន្តែខ្ញុំក៏គិតក្នុងចិត្តថា
ប្រហែលជាគ្មានអ្វីច្រើនទេព្រោះពេលដែលបើកចេញមកខ្ញុំមើលត្រឡប់ទៅក្រោយខ្ញុំឃើញម៉ែវដឹកទូរស័ព្ទដូចជាព្យាយាមទូរស័ព្ទទៅនរណាម្នាក់គឺម៉ែវអាចរស់រានមានជីវិតហើយអាចត្រឡប់ទៅផ្ទះវិញបាននៅយប់នេះបន្ទាប់មកមិត្តខ្ញុំក៏ផ្ដោតអារម្មណ៍បើកឡានដើម្បីទៅឲ្យដល់ផ្ទះបងស្រីពេលវេលាកន្លងទៅមួយសន្ទុះទៀតប្រហែលជិត1ម៉ោងមិត្តខ្ញុំក៏បើកឡានទៅដល់ផ្ទះបងស្រីប៉ុន្តែពេលទៅដល់ទីនោះខ្ញុំនិយាយត្រង់តែម្ដងថាខ្ញុំមិនស្រួលចិត្តសោះហើយខ្ញុំបារម្ភពីម៉ែវខ្លាំងណាស់ព្រោះម៉ែវក៏ជាមិត្តភក្តិរបស់ខ្ញុំដែរខ្ញុំក៏គិតចុះគិតឡើងហើយប្រាប់មិត្តខ្ញុំថាបើអ្វីទាំងអស់បែបនេះខ្ញុំសូមខ្ចីឡានបន្តិចខ្ញុំនឹងត្រឡប់ទៅមើលម៉ែវទៅទទួលម៉ែវមកខ្លួនឯងប៉ុន្តែបើម៉ែវមិនព្រមមកខ្ញុំនឹងត្រឡប់ជូននាងទៅផ្ទះវិញស្អែកនេះខ្ញុំនឹងបើកឡានមកម្ដងទៀតដូច្នេះបន្ទាប់មកខ្ញុំក៏បើកឡានត្រឡប់មកវិញដោយបើកមកលឿនគួរសមលឿនដល់កម្រិតណាក៏ជន់ដល់កម្រិតនោះប្រហែលជាមិនតិចជាង160ទេខ្ញុំចំណាយពេលមិនយូរប៉ុន្មានក៏ត្រឡប់មកជិតដល់ចំណុចដើមប៉ុន្តែដោយសារតែចំណុចនេះផ្លូវវាដូចគ្នាទាំងអស់ខ្ញុំក៏ចាំមិនសូវបានទេដូច្នេះពេលជិតដល់ខ្ញុំក៏បន្ថយល្បឿនឡានហើយមើលគ្រប់គ្រងផ្លូវទាំងសងខាងដើម្បីរកម៉ែវប៉ុន្តែពេលមកដល់ចំណុចនោះខ្ញុំក៏មានអារម្មណ៍ងឿងឆ្ងល់ដែរខ្ញុំគិតថាប្រហែលជាដល់ហើយប៉ុន្តែត្រឡប់មកវិញមិនឃើញម៉ែវទូរស័ព្ទទៅក៏មិនលើកខ្ញុំក៏បើកត្រឡប់មកពី3ជុំហើយអ្នកស្ដាប់អើយរួមទាំងជុំទី3ខ្ញុំក៏សម្រេចចិត្តបើកវិលត្រឡប់ទៅឆ្ងាយជាងមុនហើយនៅពេលនោះឯងពេលវិលត្រឡប់ទៅទៀតមួយរាក៏ស្រាប់តែពេលខ្ញុំបាញ់ភ្លើងខ្វាខ្ពស់ខ្ញុំក៏ព្រឺសម្បល់ខ្ញាក់តែម្ដងពេលឃើញដូចជាមានអ្វីមួយយ៉ាងដេកកាត់កណ្ដាលផ្លូវខ្ញុំតក់ស្លុតខ្លាំងណាស់ខ្លាចនឹងខ្លាយជាដូចអ្វីដែលខ្ញុំគិតហើយខ្ញុំក៏បើកចូលទៅយឺតវត្ថុនោះក៏ចាប់ផ្ដើមច្បាស់ឡើងគឺដូចជាមានមនុស្សស្លៀកឈុតរោពណ៌សដេកកាត់កណ្ដាលផ្លូវហើយនៅពេលនោះឯងពេលខ្ញុំទៅដល់ចតឡានបើកភ្លើងសញ្ញាអាសន្នហើយរត់ចុះទៅមើលខ្ញុំក៏ដឹងថាខ្ញុំឃើញអ្វីដែលមិនចង់ឃើញគឺខ្ញុំឃើញម៉ែវដេកសន្លប់បាត់ស្មារតីនៅកណ្ដាលផ្លូវខ្ញុំធ្វើអ្វីមិនត្រូវសោះសភាពរបស់ម៉ែវគឺម៉ែវដូចជាត្រូវឡានបុកមករាងកាយទ្រុឌទ្រោមទាំងអស់មានរបួសពេញខ្លួនខ្ញុំក៏ទូរស័ព្ទទៅមិត្តភក្តិប៉ុន្តែមិត្តខ្ញុំក៏មិនលើកទូរស័ព្ទហៅរថយន្តសង្គ្រោះក៏រថយន្តមិនលើកគឺដូចជាសញ្ញារបស់ខ្ញុំបាត់បង់ទៅដោយគ្មានមូលហេតុអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំក៏ព្យាយាមដាស់ម៉ែវព្យាយាមទះមុខឲ្យម៉ែវភ្ញាក់ប៉ុន្តែម៉ែវមិនមានអារម្មណ៍អ្វីឡើយហើយពេលចាប់ដើមជីបចម៉ែវនៅតែលោតយកដៃដាក់ច្រមុះនៅមានដង្ហើមខ្ញុំក៏ពិនិត្យមើលតាមខ្លួនគឺខ្ញុំមានអារម្មណ៍ថាម៉ែវប្រហែលជាគ្មានកន្លែងណាដែលបាក់បែកនោះទេខ្ញុំក៏សម្រេចចិត្តហ៊ានប្រថុយកម្រើករាងកាយម៉ែវហើយក៏បីម៉ែវដាក់ចូលក្នុងឡានភ្លាមពេលបីចូលក្នុងឡានបានខ្ញុំក៏ចាប់ម៉ែវឲ្យដេកនៅកៅអីក្រោយហើយប្រញាប់រកផ្លូវទៅមន្ទីរពេទ្យពេលបើកឡានទៅមួយសន្ទុះខ្ញុំក៏បានឮសំឡេងមនុស្សនិយាយដូចជាសុំឲ្យខ្ញុំជួយហើយក៏ស្រែកចេញមកដោយសារជឿចាប់ពេលឮបែបនោះខ្ញុំក៏កែតម្រូវកញ្ចក់ក្រោយដើម្បីមើលម៉ែវដែលដេកនៅក្រោយហើយខ្ញុំក៏ឃើញថាម៉ែវងាកមកមើលមកខ្ញុំក៏ហៅឈ្មោះរបស់នាងប្រាប់ឲ្យនាងអត់ធ្មត់ដែលម៉ែវក៏ឆ្លើយតបបានថាខ្ញុំក៏ចាប់ផ្ដើមប្រើពាក្យថាយ៉ាងហោចណាស់ក៏អាការៈរបស់ម៉ែវមិនធ្ងន់ធ្ងរខ្លាំងណាស់ដែរហើយម៉ែវក៏នៅតែអាចនិយាយបានដែរខ្ញុំចំណាយពេលមួយសន្ទុះក្នុងការរកមន្ទីរពេទ្យទីបំផុតខ្ញុំក៏រកបានខ្ញុំក៏បត់ចូលភ្លាមហើយប្រញាប់ទៅចតនៅមុខបន្ទប់សង្គ្រោះបន្ទាន់ពេលខ្ញុំចតភ្លាមខ្ញុំក៏ប្រញាប់រត់ចុះទៅប្រាប់បុគ្គលិកអ្នករុញក្រែឲ្យរកក្រែមកទទួលព្រោះអ្នករបួសមិនអាចក្រោកដើរបានខ្លួនឯងទេប៉ុន្តែពេលមានស្មារតីឆ្លើយតបបានម្ដងម្កាល
ហើយបន្ទាប់មកបុគ្គលិកក៏រុញក្រែចូលមកអ្នកខ្លះក៏អោនចូលក្នុងឡានដើម្បីបីម៉ែវចេញមកក្រៅប៉ុន្តែអ្នកស្ដាប់អើយនៅពេលនោះពេលដែលខ្ញុំបើកទ្វារឡានមកខាងទៀតដើម្បីឲ្យបុគ្គលិកចូលទៅងាយស្រួលក៏ស្រាប់តែបុគ្គលិកដែលអោនចូលទៅមកនោះគាត់ក៏តក់ស្លុតថយក្រោយយកដៃទៅចាប់ទ្វារមកខាងទៀតភ្លាមមុននឹងមើលមុខខ្ញុំហើយក៏សួរខ្ញុំថាហេតុអ្វីបានជាយកមនុស្សស្លាប់មកចឹងស្លាប់ហើយហេតុអ្វីក៏ហក់បងហើយសភាពដល់ថ្នាក់នេះអូនត្រឡប់មកខ្លួនឯងបានដោយរបៀបណាបងគាត់នៅមិនទាន់ស្លាប់ទេពេលខ្ញុំចតឡានមុននោះគាត់នៅនិយាយជាមួយខ្ញុំនៅឡើយប៉ុន្តែដល់ពេលនោះបុគ្គលិកគាត់មិនស្ដាប់ខ្ញុំតោះគាត់ចាប់អារម្មណ៍តែអ្វីដែលនៅចំពោះមុខគឺរាងកាយរបស់អ្នករបួសហើយសភាពដែលខ្ញុំឃើញគឺខ្ញុំឃើញបុគ្គលិកច្រើនអ្នកត្រក្បាលម៉ែវឡើងមកគឺក្បាលរបស់ម៉ែវបត់ចុះទៅត្រង់កន្លែងដាក់ជើងគឺម៉ែវបាក់កស្ទើរតែគ្មានអ្វីទប់ជាប់ឡើយហើយម៉ែវពិតជាបាក់កមែនដោយក្បាលទន់ជ្រាយមានឈាមហូរចេញពីមាត់ច្រមុះលក្ខណៈជាស្លេះឈាមពេញទាំងអស់រួមទាំងបុគ្គលិកខ្លះយកពិលឆ្លោះមើលកែវភ្នែកខ្លះក៏ចាប់ជីបចរគឺគ្មានផ្លូវណាដែលមានឱកាសរស់រានមានជីវិតបានឡើយខ្ញុំភ័យខ្លាំងណាស់មិនដឹងថាកើតឡើងដោយរបៀបណាទេហើយម៉ែវបាក់កនៅពេលណាព្រោះពេលបីឡើងមកម៉ែវនៅមើលទៅធម្មតាហើយចិត្តដល់មន្ទីរពេទ្យខ្ញុំនៅតែនិយាយជាមួយម៉ែវនៅឡើយហើយម៉ែវបាក់កដោយរបៀបណាទៅហេតុអ្វីបានជាបែបនេះប៉ុន្តែខ្ញុំក៏ត្រូវតែទទួលស្គាល់ការពិតជាមួយនឹងអ្វីដែលបានកើតឡើងនៅចំពោះមុខហើយមានមនុស្សឃើញរាប់សិបនាក់ហើយអ្នកស្ដាប់អើយអ្វីដែលបានកើតឡើងបន្ទាប់នោះគឺបុគ្គលិកគាត់បានប្រាប់ខ្ញុំថាឲ្យខ្ញុំបញ្ជាក់អត្តសញ្ញាណបញ្ជាក់ឈ្មោះនិងនាមត្រកូលហើយធ្វើជាសាក្សីពេលដែលគាត់នាំសាកសពចេញពីឡានប៉ុន្តែអ្វីដែលបានកើតឡើងនោះគឺភ្លាមដែលខ្ញុំឃើញពេលដែលបុគ្គលិកនាំសាកសពចេញខ្ញុំក៏ស្ទើរតែខ្លាចជាមនុស្សឈ្គូសពេលឃើញអ្វីដែលនៅចំពោះមុខអ្វីដែលខ្ញុំឃើញគឺមនុស្សម្នាក់នោះគាត់មិនមែនជាម៉ែវទេគឺជាមនុស្សដែលខ្ញុំបាននាំមកនោះគាត់គឺមិនមែនជាម៉ែវទេគឺជាអ្នកណាក៏ខ្ញុំមិនដឹងដែរជាមនុស្សដែលខ្ញុំដែលស្គាល់សោះខ្ញុំធ្លាប់ឃើញមុខពីមុនមកទេខ្ញុំក៏សំបានរបស់គាត់មកមើលគឺពិតជាមិនមែនម៉ែវមែនគាត់ជាអ្នកណាក៏ខ្ញុំមិនដឹងទាំងឈ្មោះទាំងនាមត្រកូលមិនត្រូវគ្នាមុខក៏មិនដូចគ្នាទេមានតែអាយុប៉ុណ្ណោះដែលស្មើគ្នារហូតខ្ញុំយំតែម្ដងហើយពេលចូលទៅមើលចិត្តខ្ញុំកាន់តែឃើញច្បាស់ថាមនុស្សដែលចេញពីឡានគាត់មិនមែនជាម៉ែវពិតប្រាកដមែនខ្ញុំពិតជាមិនដឹងទេថាស្ត្រីម្នាក់នោះជាអ្នកណាទេហើយខ្ញុំបាននាំអ្នកណាខ្លះមកទោះបីជាមើលទៅដូចគ្នារួមទាំងមុននោះទោះបីជាឃើញច្បាស់ថាមែនហើយប៉ុន្តែនៅពេលនេះគាត់មិនមែនជាម៉ែវពិតប្រាកដមែនដល់ពេលនោះចាប់ផ្ដើមខ្លាយជាបញ្ហាធំព្រោះខ្លាចថាខ្ញុំបានយកសពអាចកំបាំងមករួមទាំងមន្ទីរពេទ្យប្រាប់ថាអ្វីដែលខ្ញុំទើបតែនិយាយជាមួយអ្នករបួសគឺជាអ្វីដែលមិនបានកាត់ឡើងពិតប្រាកដព្រោះសពនេះប្រហែលជាស្លាប់មួយសន្ទុះហើយខ្ញុំប្រាប់មន្ទីរពេទ្យថាឲ្យរាយការណ៍ទៅប៉ូលីសបានហើយខ្ញុំក៏រីករាយនឹងសហការគ្រប់យ៉ាងប៉ុន្តែនៅពេលនោះឯងមន្ទីរពេទ្យប្រាប់ថាបានរាយការណ៍ទៅហើយខ្ញុំក៏អង្គុយរងចាំបុគ្គលិកប៉ូលីសមកពេលកន្លងទៅប្រហែលជា10នាទីពេលដែលបុគ្គលិកប៉ូលីសមកដល់ខ្ញុំក៏រៀបរាប់គ្រប់យ៉ាងឲ្យគាត់ស្ដាប់គឺទោះបីជាខ្ញុំអាចនឹងខ្លាចជាជនសង្ស័យហើយមានអ្នកណាមិនដឹងស្លាប់ក៏ដោយក៏ខ្ញុំលួចធូរស្បើយក្នុងចិត្តថាយ៉ាងហោចណាស់មនុស្សម្នាក់នោះមិនមែនជាម៉ែវទេបន្ទាប់ពីខ្ញុំនិយាយរួចលោកប៉ូលីសក៏ប្រាប់ថាបើខ្ញុំស្មោះត្រង់សូមនាំគាត់ត្រឡប់ទៅមើលកន្លែងកើតហេតុមុនបន្តិចនិងទៅប្រមូលភស្តុតាងបន្ថែមខ្ញុំក៏ទៅអង្គុយក្នុងឡានរបស់គាត់ហើយប្រាប់ផ្លូវត្រឡប់ទៅចំណុចនោះវិញពេលទៅដល់ដែលជាចំណុចដែលខ្ញុំគិតថាមែនហើយខ្ញុំក៏ប្រាប់គាត់ថាត្រង់នេះហើយជាចំណុចដែលខ្ញុំបានជួបសពគាត់ក៏ចុះទៅហើយក៏ត្រួតពិនិត្យតំបន់ជុំវិញនោះ
ហើយអ្វីដែលបានកើតឡើងគឺនៅពេលនោះបន្ទាប់ពីកន្លងទៅត្រឹមតែប៉ុន្មាននាទីខ្ញុំបានឮសំឡេងគាត់និយាយគ្នាចាប់បានសារប្រហែលជាថាពួកគេនឹងបាត់ផ្លូវមានមនុស្សស្លាប់ម្នាក់ទៀតនៅក្បែរនោះគាត់ក៏ដើរចូលទៅមើលខ្ញុំក៏ដើរទៅជាមួយពួកគេដែរហើយអ្វីដែលឃើញវាធ្វើឲ្យខ្ញុំស្ទើរតែខ្លាចជាមនុស្សឈួតពេលបានឃើញថាសពនោះគឺជាមែនពិតប្រាកដមែនសភាពដែលខ្ញុំឃើញគឺមែវប្រហែលជាត្រូវឡានបុកហើយខ្ទាតធ្លាយទៅក្បែរផ្លូវគឺមានរបួសពេញខ្លួនជើងបាក់ទាំងសងខាងរហូតពីមុខស្អាតប្រែមានតែឈាមហូរចេញពីមាត់ច្រមុះខ្លួនរបស់នាងបានបាក់បែកអស់ទៅហើយខ្ញុំធ្វើចិត្តមិនបានក៏ដួលអង្គុយលើដីភ្លាមហើយពេលដែលប៉ូលីសទៅពិនិត្យពួកគេក៏រកឃើញថាមានម៉ូតូមួយគ្រឿងបានខ្ទាតធ្លាក់នៅក្បែរផ្លូវហើយម៉ូតូនោះម្ចាស់មាននាមតកោដូចគ្នានឹងស្ត្រីដែលខ្ញុំបានជួបគឺជាម្នាក់ដែលខ្ញុំនាំទៅមន្ទីរពេទ្យខ្ញុំងឿឆ្ងល់អស់ហើយមិនដឹងថាកើតអ្វីឡើងទេខ្ញុំគិតថាមនុស្សម្នាក់នោះជាអ្នកជិះម៉ូតូមករើសម៉ែវប៉ុន្តែទីបំផុតមិនមែនទេប៉ូលីសក៏សរុបឲ្យខ្ញុំស្ដាប់ថាជាអ្វីដែលខ្ញុំបានរៀបរាប់មកហើយពីភស្តុតាងទាំងអស់គឺបន្ទាប់ពីម៉ែវចុះពីឡានម៉ែវប្រហែលជាទូរស័ព្ទទៅមិត្តដោយមានប្រវត្តិការហៅហើយជាលេខទូរស័ព្ទរបស់ស្ត្រីម្នាក់ទៀតពិតមែនគឺមនុស្សម្នាក់នោះជាមិត្តរបស់ម៉ែវដែលផ្ទះនៅក្បែរនោះហើយមិនព្រមឲ្យមិត្តភក្តិមកទទួលដូច្នេះមិត្តក៏ជិះម៉ូតូរបស់នាងនៅផ្ទះមករើសម៉ែវនៅក្បែរផ្លូវប៉ុន្តែគាត់ថាបន្ទាប់ពីទទួលចេញបានមួយសន្ទុះអ្នកទាំងពីរក៏ជួបគ្រោះថ្នាក់ចរាចរណ៍ចាប់បុកយ៉ាងពេញទំហឹងហើយប្រហែលជាខ្លាំងណាស់រហូតទៀតទៅទិសដៅផ្សេងគ្នាមនុស្សម្នាក់នោះធ្លាក់ទៅកណ្ដាលផ្លូវចំណែកម៉ែវខ្ទាតទៅក្បែរផ្លូវជាមួយនឹងម៉ូតូនេះជាហេតុផលដែលថាពេលខ្ញុំបើកឡានត្រឡប់មកវិញហើយរកម៉ែវមិនឃើញនៅចំណុចដំបូងព្រោះម៉ែវបានចេញពីចំណុចនោះហើយពេលខ្ញុំត្រឡប់មកវិញបន្ទាប់ពីវង្វេងហើយក៏សម្រេចចិត្តបើកមកទៀតរហូតមកជួបមនុស្សដេកនៅកណ្ដាលផ្លូវមនុស្សម្នាក់នោះគឺជាមិត្តរបស់ម៉ែវហើយខ្ញុំគិតថាជាម៉ែវខ្ញុំក៏នាំនាងទៅឡើងឡានមកមុននឹងនាំទៅមន្ទីរពេទ្យក៏បែរជាគាត់មិនមែនជាម៉ែវប៉ុន្តែជាមិត្តរបស់នាងម្នាក់ទៀតហើយអ្វីដែលមិនដឹងនោះគឺហេតុអ្វីក៏បានជាគាត់អាចនិយាយបានទោះបីជាស្លាប់ទៅហើយហេតុអ្វីបានជាខ្ញុំត្រូវឃើញជាម៉ែវឬអាចគឺរួចថានៅចំណុចនោះខ្ញុំយល់ច្រឡំមែនប៉ុន្តែខ្ញុំជឿជាក់ថាគាត់អាចនិយាយបានរួមទាំងមុខមាត់ដូចម៉ែវហើយក៏ឆ្លើយតបជាមួយខ្ញុំពិតមែនរហូតមកដល់បច្ចុប្បន្ននេះទោះបីជាបានកន្លងផុតទៅ8ឆ្នាំហើយក៏នៅតែរកអ្នកបុកមិនបានដែរហើយព្រឹត្តិការណ៍នោះមានស្ត្រីស្លាប់ដល់ទៅ2នាក់ដោយគ្មានថ្ងៃត្រឡប់មកវិញឡើយគឺមិត្តដែលខ្ញុំមិនស្គាល់ហើយរួមទាំងម៉ែវដែលជាមិត្តរបស់ខ្ញុំហើយជាមិត្តត្រីរបស់មិត្តភក្តិខ្ញុំក៏ត្រូវស្លាប់ទៅជារៀងរហូតពីគ្រប់រឿងទាំងអស់ខ្ញុំមិនសូមនិយាយថាអ្នកណាត្រូវអ្នកណាខុសទេតែខ្ញុំគិតថាអ្នកស្ដាប់ម្នាក់អាចមានទស្សនៈខុសគ្នាប៉ុន្តែអ្វីដែលខ្ញុំជឿជាក់គឺខ្ញុំគិតថាការធ្វើដោយអារម្មណ៍ឆេវឆាវធ្វើដើម្បីភាពសប្បាយចិត្តឬដើម្បីឈ្នះមានតែការវិនិច្ឆ័យហើយលទ្ធផលដែលតាមមកវាមិនសមនឹងគ្នាសោះឡើយបាទសូមអរគុណបងប្អូនទាំងអស់គ្នាសាររឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះខ្ញុំបាទក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅរឿងទីរបស់ខ្ញុំបាទក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យសុខសប្បាយទាំងអស់គ្នាសូមអរគុណសូមជម្រាបលា